ជំរាបសួរបងប្អូនទាំងអស់គ្នាជាធម្មតាអ្នកតែងតែមានការដឹកជញ្ជូនការបញ្ជាទិញពីកម្ពុជាទៅក្រៅប្រទេសនិងពីក្រៅប្រទេសចូលមកកម្ពុជាវិញតែអ្នកមិនដែលបានចាប់អារម្មណ៍ទេតើការដឹកជញ្ជូនរបស់អ្នកស្ថិតក្នុងថើមមួយណាហើយទំនួលខុសត្រូវរវាងអ្នកលក់និងអ្នកទិញមានអ្វីខ្លះក្នុងថ្ងៃនេះដែរខ្ញុំសូមបង្ហាញបងប្អូនទាក់ទងនឹងថើមមួយនៅក្នុងវិស័យ Logistics គឺ Xwork តើ Xwork មានន័យបែបណាសម្រាប់និយមន័យ Xwork នៅក្នុងវិស័យ Logistics គឺជាពាក្យដែលប្រើក្នុងពាណិជ្ជកម្មអន្តរជាតិនិយាយពីពណ៌នាអំពីការរៀបចំដែលអ្នកលក់យកផលិតផលដាក់ទីតាំងដែលបានកំណត់ហើយអ្នកទិញផលិតផលត្រូវតែរ៉ាប់រងថ្លៃដឹកជញ្ជូនការបង់ពន្ធគយផ្សេងៗទាំងអស់បាទត្រង់ចំណុចនេះដែរខ្ញុំសូមលើកឧទាហរណ៍មួយមកបញ្ជាក់បងប្អូនដើម្បីងាយយល់ឧទាហរណ៍ថាអ្នកប្រមូលឲ្យបានពីចិនមកប្រទេសកម្ពុជាដោយជ្រើសរើសយកលក្ខខណ្ឌ Xwork នោះបានន័យថារាល់ការចំណាយលើថ្លៃដឹកជញ្ជូនការនាំចេញការលើកដាក់អីវ៉ាន់ការបោះសម្អាតពន្ធគយផ្សេងៗគឺអ្នកទិញជាអ្នករ៉ាប់រងទាំងអស់